សម្រាប់ព័ត៌មានដែលតាក់ទងជាមួយនឹង Cristiano Ronaldo ថាគាត់នឹងបញ្ចប់ជាមួយនឹងជម្រើសជាតិប៉ូទុយហ្គាល់ហ្នឹងតើរឿងនេះមិនដល់ណាដល់ណីដែរបាទឬគិតបាទនិយាយទៅបើតាមការនិយាយរបស់គាត់ផ្ទាល់ហ៎បងបាទនៅពេលដែលចប់ការប្រកួតហ្នឹងគាត់អត់ទាន់និយាយអីទេតាក់ទងមួយការចូលនិវត្តន៍ពីក្រុមជំនួយជាតិគាត់គ្រាន់តែថាឥឡូវហ្នឹងគាត់ចង់សម្រាកសិនព្រោះនេះជាពេលវេលាដែលលំបាកសម្រាប់គាត់ដែរបាទព្រោះយើងដឹងហើយបាទ World Cup ឆ្នាំនេះគឺជា World Cup ចុងក្រោយរបស់គាត់ហើយបាទអញ្ចឹងយើងក៏នឹងមិនចង់ឲ្យគាត់ចូលនិវត្តន៍លឿនពេកបើអាចថាលេង Euro ឲ្យមកព្រឹត្តិការណ៍ទៀតណាបងណាបាទហើយបើគិតថាអាចបានបើសុំគាត់បើនិយាយទៅទោះបីយ៉ាងណាក៏ដោយបើសិនជាគាត់មិនបានលេងក៏ឲ្យគាត់ជាឈ្មោះនៅកៅអីបំរុងបាទបានចូលជាមួយនឹងកីឡាករក៏ខ្ញុំគិតថាវាល្អដែរបាទសម្រាប់ខ្ញុំវិញខ្ញុំគិតថាក៏វាដល់ពេលវេលាហើយណាបាទហើយឆ្នាំនេះបាទក៏យើងដឹងស្រាប់ហើយណេម៉ាក៏គាត់បានបញ្ជាក់ពីការចេញពីជម្រើសជាតិហើយក្នុងនោះផងដែរបាទសម្រាប់រ៉ូណាល់ដូកំពុងស្ថិតនៅក្នុងការពិចារណាប៉ុន្តែមើលទៅដូចជាអត្រាខ្ពស់